សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀប install Linux ជាមួយនឹង ZenOS នៅក្នុង VMware ចឹងទៅលើ ZenOS ហ្នឹងបើសិនជាអ្នកនរគ្នាអត់ទាន់មានទេអាចធ្វើការចូលទៅកាន់ Chrome ហើយ search ពាក្យ ZenOS ហ្នឹងដើម្បីធ្វើការ download បានចឹងយើងចូលមកដល់ការធ្វើនៅក្នុង VMware របស់យើងវិញយើងចូលមកយើងចុចកន្លែងពាក្យ file ហើយចុចពាក្យ new virtual បន្ទាប់មកយើងធ្វើការចុច next ហើយយើងចុចទៅលើពាក្យ install ពេលដែលចុចដល់ហើយនេះហើយយើងធ្វើការចុចកន្លែង browser របស់យើងនឹងដើម្បីទៅយក file ZenOS កន្លែង file ZenOS ហ្នឹងបើសិនជាអ្នកគ្នាទុកកន្លែងណាអាចទៅយកកន្លែងហ្នឹងបានដូចខ្ញុំទុកនៅក្នុង drive D ចឹងខ្ញុំចូលទៅក្នុង drive data D ដើម្បីធ្វើការ open នៅ file ZenOS របស់ខ្ញុំដែលបាន download ហើយហ្នឹងធ្វើការចុច open ចឹងពេលយើងដាក់ file ហើយយើងធ្វើការចុចពាក្យ next ចឹងចូលមកដល់កន្លែងនេះកន្លែង virtual machine name របស់យើងនឹងយើងចង់ដាក់ឈ្មោះអីក៏បានដែរតែកន្លែងហ្នឹងខ្ញុំធ្វើការដាក់ពាក្យ Linux មកដោយសារតែយើង install Linux ចឹងយើងដាក់ឈ្មោះ Linux តបមកយើងចុច next ចូលមកដល់កន្លែងនេះយើងយកខាងលើ store virtual dash ហើយ next បន្ទាប់មកយើងចុច finish ចូលមកដល់កន្លែងនេះគេឲ្យយើង customize អញ្ចឹងយើងកន្លែង memory ហ្នឹងយើងបើចាំយកច្រើនពេកទេយើងយកត្រឹមតែ 2G ទៅបានហើយហើយយើងមើលទៅលើ process របស់វាដែរហើយជាមួយនឹង CD យើងមើលដែរថាវា browser របស់ហ្នឹងពេលដែលយើង download មកហ្នឹងវា okay ឬក៏អត់ហើយនឹងយើងចូលទៅមើល network adapter ដូចគ្នាបន្ទាប់មកយើងចុច close ហើយធ្វើការ finish ទៅលើអីដែលយើងបាន download ហ្នឹងចូលមកដល់កន្លែងនេះវិញយើងត្រូវជ្រើសយកពាក្យ install ZenOS stream 10តមកចុចពាក្យ enter ទៅគឺវាទៅហើយចូលមកដល់កន្លែងនេះយើងរងចាំវាសិនដោយសារតែមាន function ច្រើនដែលត្រូវ download auto ដោយខ្លួនឯងអញ្ចឹងយើងអាចចាំវាមកសន្ទុះសិនទៅចូលមកដល់កន្លែងហ្នឹងយើងចាំវារៀង2ទៅ3នាទីដែរអ្នកគ្នានេះដោយសារតែចំណុចខ្លះខ្ញុំបានកាត់វាខ្លះដែរដោយសារតែរៀងយូរដែរទៅទៀតវាបានហើយអ្នកគ្នាដល់កន្លែងហ្នឹងយើងចាំរងចាំសិន1នាទី2នាទីវានឹងចេញឲ្យយើងហើយចូលមកដល់កន្លែងនេះគេឲ្យយើងជ្រើសរើសយកភាសាខ្មែរឬក៏ភាសាអង់គ្លេសតែកន្លែងហ្នឹងយើងយកភាសាអង់គ្លេសមកសួរមើលដោយសារតែបើដាក់ភាសាខ្មែរវាអត់សូវ support មែនទេចឹងពេលដែលយើងជ្រើសរើសអង់គ្លេសរួចហើយយើងចុចពាក្យ continue ចឹងយើងចូលទៅកាន់មកដល់កន្លែងនេះវិញយើងចូលទៅកាន់ពាក្យ installation នេះអ្នកគ្នា ច
ចឹងចូលមកដល់កន្លែងហ្នឹងយើង select កន្លែង local standard dash ហ្នឹងចុចមកហើយចុចពាក្យថា done បន្ទាប់មកទៀតយើងធ្វើការមកបង្កើត root account ចូលមកដល់កន្លែង root account ហ្នឹងយើងចុចពាក្យ enable ហើយធ្វើការដាក់ password ទៅលើ root account របស់យើងហ្នឹងកន្លែង root password ហ្នឹងយើងចង់ដាក់អីក៏បានដែរអត់អីហើយធ្វើការ confirm password ដែលយើងដាក់មុនហ្នឹងមកហើយធ្វើការចុចពាក្យ done ហើយយើងទៅបង្កើត user មួយទៀតដែរកន្លែងហ្នឹងយើងដាក់ឈ្មោះយើងក៏បានអ្នកខ្លះយើងដាក់អីក៏បានដែរហើយធ្វើការដាក់ password ហើយពេលដែលយើងដាក់ password រួចរាល់ហើយយើង confirm password ពេលដែលយើង confirm password ហ្នឹងហើយយើងចុចពាក្យ done ទៅនេះខ្ញុំពិនិត្យមើលដោយសារតែ password វាអត់សូវ strong ចឹងណាខ្ញុំអាចដាក់ password ពិបាកក៏បានដែរហើយបន្ទាប់មកយើងចូលទៅធ្វើការនៅក្នុង software យើងជ្រើសយក server ហើយធ្វើការ select ទៅលើ additional software ហ្នឹងសម្រាប់ធ្វើការនៅក្នុងនឹងថានៅក្នុង CentOS ឬក៏ Linux ហ្នឹងយើងបានធ្វើទៅលើអីគេខ្លះចឹងណាហើយសម្រាប់ការជ្រើសរើសហ្នឹងអានឹងខ្ញុំជ្រើសតាមមិត្តភ័ក្តិរបស់ខ្ញុំដែលអ្នកគ្នាមាន security system tool ហើយ promote អីហ្នឹងអ្នកបើសិនជាអ្នកគ្នាដឹងថា select អីអាច select តាមខ្ញុំបានមានតែដូចជា debug អីក៏ខ្ញុំយកហើយបន្ទាប់ពីយើង select ហើយយើងអាចចុចពាក្យ done បានចូលមកដល់កន្លែងហ្នឹងពេលយើងធ្វើឲ្យអស់ហើយយើងចុច install ហើយដល់កន្លែងនេះយូរអាចនឹងចូល15នាទីទៅ20នាទីដែរអ្នកគ្នាដើម្បីវាពេញហើយបន្ទាប់ពីវាពេញហើយយើងអាចចុច remote system នឹងបានហើយដល់កន្លែងនេះយើងរងចាំប្រហែលជា1នាទី2នាទីដែរឬក៏5នាទីទៅ6នាទីដោយសារតែវាត្រូវតឡើងអីដែលយើងបាន select មុននឹងដើម្បីធ្វើការ install នៅក្នុង Linux ហ្នឹងចឹងចូលមកដល់ចំណុចនេះនៅវាចេញពាក្យថា local host ហ្នឹងមានន័យថាយើងបាន install វារួចរាល់ហើយនេះអ្នកគ្នាចេញបានហ្នឹងមានន័យថាយើងបាន install វារួចរាល់ហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណសម្រាប់ការមើលអ្នកគ្នាអរគុណមែនទែន